ប្រធានបទខាងនេះអាចនឹងរៀង sensitive បន្តិចទាក់ទងជាមួយនឹងអ្នកដែលទើបតែរកឃើញជំងឺមហារីកថ្មីនៅពេលដែលខ្ញុំរកឃើញជំងឺមហារីកដំបូងគឺខ្ញុំអត់ទទួលស្គាល់ទេបើជាយើងនិយាយថាចាជាមួយនឹងពេទ្យប៉ុន្តែនៅក្នុងចិត្តអត់មានដំណើរការពេលដែលខ្ញុំទៅយកលទ្ធផលពេលព្រឹកមានម៉ាក់ខ្ញុំទៅជាមួយពេទ្យគេឲ្យនាំម៉ាក់ទៅហើយនៅពេលដែលថ្ងៃឡើងមកដល់ផ្ទះវិញអាខួរក្បាលនឹងចាប់ផ្ដើមវិលហើយមានអាការៈដូចថាក្អួតឆ្អោក្អួតវិលមុខហើយម៉ាក់ចាប់កខ្យល់បងអីគាត់ចាប់ផ្ដើមទិញអីឲ្យញ៉ាំបងប្អូនអីចឹងទៅគោជាងធូរត្រឡប់មកវិញត្រឡប់មកវិញនៅពេលដែលដឹងថាខ្លួនឯងមានជំងឺមហារីកអ្នកជំងឺមួយចំនួនគឺគាត់ទទួលយកអត់តាន់បានទេមិនថារឹងមាំប៉ុណ្ណាក៏ដោយអរគ្នាតែងតែឃើញខ្ញុំដូចរឹងមាំអីចឹងក៏ប៉ុន្តែនៅតែមានថ្ងៃដែលខ្ញុំពិបាកចិត្តនៅតែមានថ្ងៃដែលខ្ញុំតូចចិត្តចាំបានថានៅពេលដែលខ្ញុំទៅពេទ្យជួបជាមួយនឹងប្អូនស្រីម្នាក់ក្មេងខ្ទង់តែ20ជាងទេគាត់មានកូនហើយខ្ញុំអង្គុយក្បែរគាត់ហើយខ្ញុំក៏សួរគាត់ថាអូនឯងមកពេទ្យធ្វើអីចឹងណាហើយខ្ញុំអត់ដឹងថាគាត់ទៅតែរកឃើញព្រឹកមិញទេនឹងខ្ញុំក៏ចាប់ដើមនិយាយជាមួយគាត់ share បទពិសោធន៍របស់ខ្ញុំហើយពីខ្ញុំទៅក៏ខ្ញុំអត់អាចប្រាប់គាត់ថាអូនឯងកុំពិបាកចិត្តអូនឯងកុំអីអារឿងហ្នឹងត្រូវតែពិបាកចិត្តហ្មងត្រូវតែយំត្រូវតែពិបាកចិត្តឲ្យអស់ពីដំបូងពីនិយាយបានប្រហែលមួយសន្ទុះគាត់ចាប់ផ្ដើមយំខ្ញុំក៏ឲ្យกระดาษជូតមកគាត់ទៅជូតទឹកភ្នែកអីចឹងណាហើយក្រោយមកទៀតគាត់ក៏ឆាតមកផេកខ្ញុំអីចឹងទៅហើយយើងក៏អត់ដែលបានជួបគ្នាទៀតដែរក៏ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺពីដំបូងបើសិនជាយើងដឹងថាខ្លួនឯងមានមហារីកព្យាយាមទទួលយកវាយំចាស់ការទុកចោះហ្នឹងអានឹងជារឿងធម្មតារបស់មនុស្សលោកឯងកុំឃើញគេរងមាំគេអត់យំមិនមែនទេអ្នកសិតតែតូចចិត្តទាំងអស់គ្នាទេវិធីសាស្ត្រមួយទៀតដើម្បីឲ្យផ្លូវចិត្តយើងរៀងប្រសើរខ្លាំងជាងមុនគឺទៅមន្ទីរពេទ្យជួបជាមួយនឹងអ្នកជំងឺច្រើនអ្នកមែនតើខ្ញុំសួរគាត់ថាអូបងពេលណាដែលបងឯងចាប់ផ្ដើមធ្វើចិត្តបានគាត់ថានៅពេលដែលគាត់ទៅពេទ្យមិនតែម្នាក់ណាច្រើនអ្នកខ្លាំងសួរគាត់ទាំងអស់គ្នាគាត់ថាពេលគាត់ចាប់ផ្ដើមមកពេទ្យទៅគាត់លែងសើការຕົកជាងមុនដោយសារពេលទៅពេទ្យទៅជួបជាមួយនឹងគេឯងមិនមានតគាត់អីចឹងណាមិនមានតែយើងទេដែលកើតមានអ្នកផ្សេងទៀតដែលកើតហើយលើកទឹកចិត្តគ្នាទៅវិញទៅមកជាពិសេសបានជួបជាមួយគ្រូពេទ្យពេលដែលគាត់និយាយអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមគិតថាខ្ញុំក៏ដូចគ្នាដែរនៅពេលដែលខ្ញុំចាប់ផ្ដើមទៅពេទ្យឃើញគេឃើញឯងទៅក៏រៀងអារម្មណ៍ធូរស្រាលខ្លាំងជាងមុនហើយក៏ចាប់ផ្ដើមមានកម្លាំងចិត្តក្នុងការព្យាបាលមិនត្រឹមតែទៅពេទ្យធម្មតាចាប់ផ្ដើមមានមិត្តភ័ក្តិអ្នកជំងឺដូចគ្នាទៀតដូចខ្ញុំអញ្ចឹងអាពេលចាប់ផ្ដើមចាក់គីមីចាប់ផ្ដើមស្គាល់គេស្គាល់ឯងមកដល់ថ្ងៃហ្នឹងគឺនៅតែរាប់អានគ្នាអញ្ចឹងរាប់ជាខ្លីមកអ្នករឹងមាំមិនក៏ដោយឲ្យតែដឹងថាខ្លួនឯងមានជំងឺមហារីកតែងតែខូចចិត្តបាក់ទឹកចិត្តតែអ្វីដែលធ្វើឲ្យយើងចាប់ផ្ដើមស្ដារផ្លូវចិត្តឡើងវិញទៅពេទ្យមាន support group ហ្នឹងហើយទៅរកគ្នាយើងទៅរកគ្នាអ្នកដែលកើតជំងឺដូចគ្នាហ្នឹងចាប់ផ្ដើមរៀងធូរចិត្តមកវិញហើយវីដេអូនៅក្នុងនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនណាបាយបាយ